បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានពូជស្វាយមួយយ៉ាងដែលចង់ណែនាំដល់បងប្អូនបាទស្វាយនេះបងប្អូនប្រហែលជាមិនសូវស្គាល់ដោយសារភាគច្រើននៅតំបន់នេះគឺមិនសូវមានអ្នកដាំបងប្អូននេះគឺពូជស្វាយខ្ទិះខុសរដូវបងប្អូនស្វាយនេះអាចផ្លែបាន2 ដងក្នុងមួយឆ្នាំដែលយើងមិនបានប្រើអរម៉ូនឬក៏ប្រើជីអីសម្រាប់ជំរុញបញ្ចេញផ្កាបងប្អូនពីស្វាយនេះខ្ញុំដាំបាននេះវាចូលឆ្នាំទី3ផ្លែបងប្អូនចាប់ដើមផ្លែក្នុងឆ្នាំទី3បាទបងប្អូនស្វាយនេះផ្លែវារាងរាយបងប្អូនអត់សូវមានជាចង្កោមបងប្អូនផ្លែវាប្រភេទរាយប៉ុន្តែពូជរបស់គេផ្លែចង្កោមធំបងប្អូនតែស្វាយខ្ញុំនេះវាស្ទើរបន្តិចបងប្អូនស្វាយនេះគឺប្រភេទស្វាយខ្ទិះបងប្អូនស្វាយនេះគឺគេបើនិយាយទៅគេហូបតាខ្ចីអញ្ចឹងបងប្អូនក្តាប់ប៉ុណ្ណេះស្វាយនេះមានរសជាតិផ្អែមបងប្អូនផ្អែមស្រួយបងប្អូនបើនិយាយទៅស្វាយនេះគឺជាប្រភេទស្វាយគេហូបខ្ចីមិនមែនស្វាយសម្រាប់ហូបទុំទេហើយរសជាតិវាផ្អែមស្រួយភាគច្រើនគេលក់ជាមួយជាគ្រឿងម្ជូរបងប្អូនបាទផ្អែមតែផ្លែតិចបងប្អូនបើមានផ្លែច្រើនចែកជូនបងប្អូនសាក់លោមើលខ្លះដែរបាទបាទនេះតូចតែផ្លែគួរសមបងប្អូនផ្លែប៉ុន្តែเราចាប់តាមស្វិតបងប្អូនអើយដាច់ទឹកហ្នឹងឯងដោយសារខ្ញុំអត់បានរៀបប្រព័ន្ធទឹកអីហ្នឹងឯងសង្ឃឹមលើទឹកកាញ់ហើយទឹកកាញ់កកអស់ទៀតបាទចាប់ដើមសពូនណាបងប្អូនហើយដើមនេះផ្កាខ្លាំងបងប្អូនចាំមើលផ្លែនឹងយ៉ាងម៉េចនេះវាផ្កាខ្លាំងមែនទែនបាទឆ្នាំទី3បងប្អូនឆ្នាំទី3ចាប់ដើមផ្លែបាន2វគ្គបងប្អូនវគ្គទី2